សួស្តីអ្នកនរគ្នានៅក្នុងអបសូតនេះខ្ញុំប្រៀបធៀបតួអង្គ Batman នៅក្នុងចក្រវាឡ DCU និង Captain America ក្នុង MCU ម្ដងដោយសារតែមានអ្នកចង់ឲ្យនិយាយពីតួនៅក្នុង DC ច្រើនគួរសមដែរមិនថាចង់និយាយពី DC ទេតែឥឡូវនេះក្នុងចក្រវាឡ MCU ខ្ញុំធ្វើទៅបានតិចដែរចាំមើលបានរៀងច្រើនជាងនេះតិចចាំខ្ញុំទៅនិយាយពី DC ខ្លះៗម្ដងណាតែខ្ញុំមិនទាន់មានពេលធ្វើពេញលេញព្រោះជាប់ធ្វើការយូរបានចេញមកវីដេអូចឹងទៅដូច្នេះនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយប្រៀបធៀបតួអង្គ Captain Steve និង Batmanហើយនិយាយបានច្រើនតិចថាអ្នកណាខ្លាំងជាងបើវាយគ្នាមួយស្មើអ្នកណាគេដេកមុនអ្នកណា Cap ឬក៏ Batman មែនទៅពីរអ្នកនេះនៅក្បែរគ្នាខ្លាំងដែលមនុស្សភាគច្រើនពិបាកសម្រេចថាអ្នកណាគេខ្លាំងជាងអ្នកណាបើវាយគ្នាមួយស្មើតែខ្ញុំនឹងនិយាយបកស្រាយឲ្យអស់ដើម្បីកុំឲ្យអ្នកនរគ្នាពិបាកសម្រេចចិត្តទៀតពីរអ្នកនេះគឺជាអ្នកដែលធ្លាប់សម្លាប់មនុស្សទាំងពីរនាក់ប៉ុន្តែពេលវេលាចេះតែដើរទៅមុខទាំង Batman និង Captain បានវិវត្តប្រែប្រួលទិញដងជាក់ស្ដែងដូច Captain America អញ្ចឹងការនៅក្នុងរឿង Captain America The First Avenger Captain ឬក៏ Steve Rogers នេះបានសម្លាប់ទាហានរបស់ Hydra អស់ច្រើនអ្នកមែនទែនប្រើទាំងកាភ្លើងប្រើទាំងកាបិតប៉ុន្តែក្រោយមកទៀត Captain បែរជាជៀសពីការសម្លាប់មនុស្សសត្រូវនេះវិញសុខចិត្តនៅវាយអញ្ចឹងទៅមិនប្រើកាភ្លើងទេតើតែចាំបាច់ថាចំណែក Batman ក្នុង DCU វិញគឺរាប់ថាជាតួអង្គកំពូលហិង្សាហើយឲ្យតែពួកអាក្រក់ Batman មិនញញើតនឹងលើកដៃសម្លាប់ទេចំនួនអ្នកដែល Batman បានសម្លាប់នឹងគឺច្រើនមែនទែនហ្នឹងមានតែដូចជា 3-4 រឿងផងតែសាច់រឿងមែនទែនដែលបង្ហាញពីវត្តមាន Batman វាយគ្នាច្រើនតែ2រឿងទេពីរទៀតចេញមកផ្លែនហ្នឹងចុះបើឲ្យមកច្រើនរឿងដូច Captain America ទៀតវិធីដែល Batman សម្លាប់ពួកអាក្រក់ហ្នឹងគឺគាត់ប្រើវិធីដូចជាប្រើគ្រាប់បែកចាប់បោកជាមួយជាងប្រើ Batmobile ទាញឡានមួយអស់ទៅបោកជាមួយឡានមួយទៀតបើជីបំបុកបាន Batman គឺមិនទុកទេមិនក៏ Batman អាចធ្វើបានដែរឲ្យតែធ្វើឲ្យគាត់ឆាប់ទៅដល់គោលដៅប៉ុន្តែក្រោយមកបន្ទាប់ពីឃើញ Superman លះបង់ជីវិតពេលវាយជាមួយ Doomsday Batman ក៏រៀងបទូដៃដូចជាអត់ឃើញមានសម្លាប់មនុស្សណាទៀតទេលែងសាហាវដូចមុនតាំងពីពេលនោះមកប៉ុន្តែ Batman ក៏មិនបានបទូដៃឲ្យពពួក Parademon ដែរនៅក្នុងរឿង Justice League លើមុននឹងទាញឲ្យពីរអ្នកនឹងវាយគ្នាខ្ញុំចង់និយាយត្រួសតិចសិនថា Captain America និង Batman ចេះអីខ្លះបើសិនជាវាយគ្នាកម្លាំងភាពធន់ល្បឿននេះនឹងហើយបន្ទាប់មកចាំយើងដាក់តុមូលអង្គុយពិភាក្សាគ្នាតែពេលចូលដល់កន្លែងត្រូវនិយាយគ្នាខ្ញុំនៅតែលើកពីកម្លាំងភាពធន់ល្បឿនអីនេះមកម្ដងទៀតដើម្បីជាផតាំងស្រួលសម្រាប់ថាអ្នកណាឈ្នះអ្នកណាចាញ់ពេលដាក់ Batman និង Cap Steve នៅក្បែរគ្នាហើយបើអ្នកនរគ្នាមានយោបល់អីបន្ថែមអាច comment នៅខាងក្រោមបានបន្ទាប់ពីចប់វីដេអូនេះទាំង Batman និង Captain គឺសុទ្ធតែជាអ្នកជំនាញខ្លាំងរឿងដៃទល់ដៃហើយជាធម្មតាពីអ្នកនេះឲ្យតែនៅក្នុងក្រុមយើងឃើញថាគឺជាអ្នកដឹកនាំក្រុមពិសេស Cap Steve ហ្នឹងហើយដែលពួកគេដឹកនាំក្រុមទៅប្រយុទ្ធជាមួយសភាវៈដែល powerful ជាងខ្លួនCaptain Steve មានសមត្ថភាពរាងកាយពិសេសបានមកពីសេរ៉ូម Super Soldier ហើយ Batman វិញអត់មានបានចាក់សេរ៉ូមពិសេសអីដូច Cap Steve ទេកម្លាំងរាងកាយដែល Batman មានគឺកើតមកពីគាត់ហាត់ខ្លាំងកន្លែងនេះខ្ញុំនឹកឃើញសំណួរ The Flash សួរ Batman ថា Super Power របស់ Batman នឹងជាអីគេ Batman ឬក៏ Bruce Wayne ឆ្លើយទៅវិញយ៉ាងខ្លីថាគាត់អ្នកមានពាក្យនេះអត់មានខុសទេគឺគាត់កំពុងអ្នកមានមែនបានគាត់មានរបស់គ្រឿងក្រៅគ្រប់យ៉ាងដែលគាត់ត្រូវការដើម្បីធ្វើជា hero ការពារទីក្រុង Gotham នឹងមិនដាច់យ៉ៃដូច Spider-Man ណា Batman ណាអ្នកនរគ្នា Captain America គឺជាកម្ពុជាទាហានដែលបានចាក់សេរ៉ូម Super Soldier នឹងជាសេរ៉ូមជោគជ័យជាងគេសេរ៉ូម Perfect ឥតខ្ចោះជាងគេរបស់ Dr. Abraham ហើយអ្វីដែល Captain ទទួលបាននឹងគឺមានកម្លាំងខ្លាំងមានល្បឿនលឿនពិសេសល្បឿនរត់និងភាពធន់តានលើសពីមនុស្សធម្មតាលើសពីកម្ពុជាមនុស្សផងកម្ពុជាមនុស្សនឹងខ្ញុំចង់សម្ដៅថាមនុស្សដែលគាត់បានវឹកហាត់ខ្លាំងរាងកាយសម្បទាគាត់ពេញលេញដែលថាធម្មជាតិមនុស្សទៅមុខលេងរួចទៀតលុះត្រាតែប្រើឲ្យជំនួយប៉ុន្តែ Captain នេះគឺលើសពីកម្ពុជាមនុស្សនឹងទៀតចំណែក Batman របស់ Ben Affleck គឺជាកម្ពុជាមនុស្សហើយកម្ពុជាមនុស្សផុតលេខកម្រិត Pro Max ដែលថាកម្រិតរាងកាយមនុស្សទៅលេងផុតពីប៉ុណ្ណឹងទៀត Batman គ្មានសេរ៉ូម Super Soldier ទេកម្លាំងរបស់ Batman បានមកពីគាត់ហាត់ខ្លាំងបូកជាមួយកំហឹងនិងរបួសផ្លូវចិត្តពីក្មេងរបស់គាត់មកនឹងគាត់ជាអ្នកដែលហាត់រាងកាយខ្លាំងបើនិយាយឲ្យស្រួលស្ដាប់កម្លាំងរបស់ Batman ខ្លាំងជាងមនុស្សធម្មតា20ដងឬក៏ខ្លាំងជាងអ្នកដែលហាត់ផ្ដាល់គីឡូធ្ងន់អី3ទៅ5ដងធម្មតាមនុស្សយើងបើមិនដែលទៅហាត់ប្រាណលើករបស់ធ្ងន់អីទេលើកធំរបស់ទម្ងន់20គីឡូលើកគប់នឹងវារៀងពិបាកផងមិនរៀងពិបាកទេគឺពិបាកហ្មងប៉ុន្តែ Batman ចាប់លើកមនុស្សទម្ងន់ខ្ទង់80គីឡូលើកមកបោកឡើងស្រួលអានេះយើងអត់រាប់មានឈុតក្រោះគ្រឿងគ្រាប់អីនៅលើខ្លួនអ្នកទាំងអស់ហ្នឹងផងហើយ80គីឡូនេះខ្ញុំគិតទម្ងន់ទូទៅរបស់មនុស្សប្រុសនៅអាមេរិកវាស្តង់ដារប្រហែលហ្នឹងអ្នកខ្លះក៏ចូលដល់100គីឡូផងតែមានអី Batman ដាក់មកផ្លោងមកដល់ភាពធន់ក៏មិនខុសពីកម្លាំងដែរដឹងតែអ្នកដែលមានសេរ៉ូម Super Soldier មាំធន់ជាងហើយ
តែយើងមកនិយាយគ្នាពី Batman មានឈុតមាន suit Batman គាត់វិញព្រោះ Batman បើគ្មាន suit ទេគឺខ្លាចជា Bruce Wayne ហើយបើគ្មាន suit Batman ក៏មិនមានអីសម្អាងទៅប្រឈមមុខមួយស្មើជាមួយ Superman ដែរអញ្ចឹងបើនិយាយពី Batman ត្រូវតែមានឈុត Batman មកកំ play គាត់ហ្នឹងឯងទៅបានហើយភាពធន់ Batman ដូចយើងបានឃើញអញ្ចឹង Superman ទះមួយដៃផ្លោងទៅផ្ទប់ជាមួយឡានជាមួយអញ្ចឹងវាមិនចោតជាបញ្ហាធំទេមិនប៉ុណ្ណឹងហើយដេកហ្មងទេគាត់នៅតែអាចក្រោកមកវិញបានអញ្ចឹងបញ្ជាក់ថា Batman នេះក៏ធន់លើសពីមនុស្សធម្មតាច្រើនដងដែរតែយ៉ាងណាទោះបីជា Batman គឺជាកម្ពុជារាងកាយផុតលេខរបស់មនុស្សដែលមនុស្សទៅលែងរួចទៀតក៏ដោយគាត់នៅតែជាមនុស្សអញ្ចឹងកម្រិតភាពធន់តាន់នៃរាងកាយប្រកបដោយគឺ Captain Steve ធន់ជាងដើម្បី Cap មានសមត្ថភាព Healing Factor ជាសះពីរបួសលឿនចំណែក Batman មាន Healing Factor មកពីណាបើជាមនុស្សសុទ្ធសាធហ្នឹងបើនិយាយពីល្បឿនរត់ខ្ញុំប្រហែលជាមិនបាច់បកស្រាយច្រើនទេដឹងតែ Cap Steel ហើយព្រោះគាត់រត់លឿនគីឡូជាមួយ Black Panther ហើយនឹងល្បឿនរត់របស់ Cap តាមចាំដូចជាខ្ទង់60គីឡូម៉ែត្រក្នុង1ម៉ោង Batman ខ្ញុំគិតថាមិនទៅដល់នឹងទេខ្ទង់30ទៅ40គីឡូម៉ែត្រក្នុង1ម៉ោងបើយើងធៀបជាមួយមនុស្សដែលរត់លឿនជាងគេនៅក្រៅមែនទែនអញ្ចឹង Batman ដឹងតែយឺតជាងហើយចុះបើល្បឿនប្រតិកម្មឬក៏ល្បឿន reflex វិញពីអ្នកនេះលឿនរហ័សមិនធម្មតាដូចគ្នា Batman ត្បិតថាអាចមួយទល់មកក្រុមបានក៏ប៉ុន្មានតែយើងឃើញថា Batman នៅតែត្រូវគេបាញ់ឬក៏ចាក់បានខ្លះដែរនៅពេលវាយគ្នាម្ដងចំណែក Cap Steel វិញគឺកម្រមែនទែនកម្រឲ្យសត្រូវរបស់គាត់តដៃវិញបានណាមិនថាកិច្ចផុតរហូតទេតែបើធៀបជាមួយ Batman អាសាត្រូវសត្រូវដាក់វិញជាង Captain អញ្ចឹងបើខ្ញុំរើសខ្ញុំគិតថា Captain Steel reflex លឿនជាងចំពោះ skill ប្រយុទ្ធ Captain គឺជំនាញខ្លាំងរឿងប្រយុទ្ធដៃទៅដៃមិនទៅតែសម័យថ្មីនេះទេគឺតាំងពីជំនាន់សង្គ្រាមលោកលើកទី2មកម៉េះអញ្ចឹងបើបិសោតដៃទៅដៃនេះក៏វាទៅតាមនឹងដែរបើតាមខ្ញុំបាន research មើលក្បាច់គុណដែល Cap មានហើយប្រើដើម្បីវាយគ្នាម្ដងហ្នឹងគេថាមានដូចជា MMA Judo បដាល់គុណខ្មែរនិងមានក្បាច់មួយចំនួនទៀតហើយ Batman វិញក៏មានក្បាច់គុណអីទាំងនឹងច្រើនដូចគ្នាច្រើន style ដូចគ្នាប៉ុន្តែរបៀបដែល Batman វាយវារៀងមានភាពសាហាវនិងហិង្សាជាង Captain Steelបើតាមមើលឃើញនៅក្នុងរឿង Batman ជំនាញខ្លាំងខាង Assassin Ninja បែបវាយឈ្មោះនឹងប្រកែជាង Captain Steel បើបូកមកនិយាយពីរឿងអាវុធបរិខាវិញ Captain Steel គឺគ្មានអីក្រៅពី Kyle Cap ធ្វើមកពីលោហៈ Vibranium គាត់នឹងទេ Batman វិញមានប្រភេទអាវុធនឹងស្ទើរតែគ្រប់គ្រឿងទាំងកាភ្លើងវែងកាភ្លើងធំកាភ្លើងខ្លីកាភ្លើងបាញ់ទាញលោតចុះឡើងស្តៀងជាមួយ Spider-Web របស់ Spider-Man អញ្ចឹងគ្រាប់បែកផ្ទុះគ្រាប់បែកផ្សែងគ្រាប់ឆក់អីនឹងទៀតតែយ៉ាងណាក៏ដោយ Batman និង Cap Steel មានរបៀបវាយខុសគ្នាខ្លាំងពីអ្នកនេះ Batman របៀបវាយគ្នានឹងទំនោរទៅបែប style ninjutsu និងបែបឆ្មក់មិនឲ្យគេបានត្រៀមខ្លួនជាមួយគាត់ទាន់ Cap វិញងាកទៅខាងបែបវាយទល់មុខក្នុងសមរភូមិឬក៏បែបកំងដូជាជាងបែបឆ្មក់ដូច Batman តែមិនថា Cap Steel មិនធ្លាប់ឬក៏មិនចេះឆ្មក់ទេដោយការនេះគាត់ចូលវាយលោកស្នាការ Hydra រំដោះបាគីនិងតាហ៊ានផ្សេងទៀតចឹងក៏ដូចជានៅក្នុងរឿង Captain America Winter Soldier ពេលនៅលើយាន Lemurine Star ចឹង Captain គាត់អាចវាយឆ្មក់បានល្អប៉ុន្តែអ្វីដែល Captain ធ្វើបានល្អខ្លាំងមែនទែនហ្មងគឺនៅក្នុងសមរភូមិទល់មុខអញ្ចឹងបើនិយាយពីអារឿងវាយឆ្មក់នេះគឺ Batman ប្រកែជាងហើយនឹងតាមអីដែលមើលឃើញប៉ុន្តែអ្វីដែល Captain មានប្រៀបលើ Batman វិញគឺកម្លាំងរាងកាយហើយខ្ញុំមិនចាំបាច់បកស្រាយច្រើនទេកន្លែងនេះអ្នកនរគ្នាប្រកាសជាដឹងហើយតែខ្ញុំចង់លើកមកនិយាយត្រួសម្ដងទៀតឃើញមានអ្នកដែលអត់បានមើលវីដេអូមុនព្រោះខ្ញុំបានលើកពីកម្លាំង Captain America នេះក្នុងវីដេអូមុនរៀងច្រើនដែរនៅក្នុងវគ្គ Civil War ដែលយើងឃើញ Captain ចាប់ទាញ Helicopter Bucky កំពុងតែបើករត់គេចហ្នឹងទម្ងន់ Helicopter មួយគ្រឿងនេះយកទៅធៀបជាមួយ Helicopter ជាក់ស្ដែងវាទម្ងន់1តោនកន្លះ Helicopter នេះមិនមែននៅស្ងៀមណាកំពុងធាក់ខ្យល់ហោះឡើងហើយ Captain អាចទាញវាមិនឲ្យហោះចេញទៅបាន Captain Steve ធាក់ក្បាលឡានទម្ងន់ខ្ទង់2តោនទៅបុកមនុស្សផ្លោងទៅមកខាងទៀតនៅវគ្គ The Winter Soldier Captain លើកដៃប្រព័ន្ធណានៃនេះជួយ Bucky ទម្ងន់ដៃនេះបើតាមស្មានជាមួយប្រវែងនិងកម្រាស់របស់វានឹងអាចចូលដល់ខ្ទង់30តោនអ្នកនរគ្នាហើយមានកន្លែងឈុតមួយដែលខ្ញុំគិតថាគួរតែលើកមកនិយាយដែរគ្រាន់តែថាវារៀងដាច់ឆ្ងាយពីគេរៀងដាច់ទៅតែងទៅតែវានៅក្នុងចក្រវាឡជាមួយគ្នាទេអ្នកនរគ្នាគឺរឿង Agent of Shield ខ្ញុំនិយាយតិចទៅដើម្បីទុកជាអំណះអំណាងនៅក្នុងរឿងពី Agent of Shield នឹងមានឈុតមួយដែល Deathlock ហាត់រុញត្រាក់ទ័រឈូសឆាយដីធំមួយទម្ងន់50ទៅ60តោនរុញលើវាលស្មៅនឹងពេលរុញហើយក៏ស្រែកទៅសួរភ្នាក់ងារ Shield នឹងថាប៉ុណ្ណេះគាត់អាចយកទៅធៀបជាមួយ Captain America បាននៅភ្នាក់ងារ Shield នឹងថាអត់សំបីតែក្បែរចឹងប្រកាសអីក្រុមពួកភ្នាក់ងារ Shield នឹងដឹងថា Captain America អាចផ្លាស់ទីរបស់ទម្ងន់ខ្ទង់50ទៅ60តោនបានឬក៏អាចលើសពីនេះទៀតបើតាមយើងគិតពីនៃដែល Deathlock សួរទៅ Shield និងភ្នាក់ងារ Shield ឆ្លើយទៅវិញនឹងហើយកម្លាំងដែល Captain មាននេះគាត់អាចចាប់ Ultron ក៏វត្តផ្លោងបោកជាមួយសសរស្ពាននិងទាត់ខែលទៅទម្លុះខ្លួន Ultron បានជ្រៅតិចដែរ
ថែមទាំងអាចទប់នឹងកម្លាំងដៃរបស់ Thanos បានទៀតនៅក្នុងសង្គ្រាម Wakanda ចំណែក Batman នៅក្នុងរឿងមិនដែលមានកន្លែងណាបង្ហាញពីកម្លាំងឲ្យទៅបាផែឬក៏ដូច Captain Steel ទេប៉ុន្តែ Batman ក៏មិនអន់អីប្រហែលដែរដោយពេលវាយជាមួយក្រុមកូនចៅរបស់ Lex Luthor ជួយម៉ែ Superman ហ្នឹងលេងកន្លែងដាក់ពេលនេះម្ដាយនេះបត់កោបោកផ្ទប់ក្តារនៅក្រោមវិញអ្នកនរគ្នាកម្លាំងដៃនេះវាប្រហែលជា50 ផោននៃកម្លាំងមានអាចចាប់បោកជាមួយអញ្ចឹងហើយក៏បែកអញ្ចឹងនឹងក៏មានទម្ងន់ដុំដែកដែល Batman តែងតែលើកហាត់ប្រាណរាល់ថ្ងៃមិនស្រាលទេលើអ្នកនរគ្នាមើលប្រទេសដែកនេះទម្ងន់46 ផោនឬក៏20 គីឡូហើយនៅលើស្មា Bruce Wayne នេះដាក់ម្ខាង8ម្ខាង8អញ្ចឹងសងខាងវា16អញ្ចឹងយក16គុណ20មកបាន320 គីឡូបូកជាមួយនឹងដងដែកនេះប៉ុន្តែក៏20 គីឡូដែរអញ្ចឹងសរុបដុំដែកទាំងអស់ដែល Bruce Wayne លើកនេះគឺ340 គីឡូ340 គីឡូអ្នកនរគ្នាខ្ញុំមិនដែលធ្លាប់គិតថាលើករួចទេហើយកន្លែងពិសេសបំផុតរបស់ Batman គឺពេលវាយជាមួយ Superman កន្លែង Batman ដាក់ Superman មកដៃកម្លាំងកដាប់ដៃនេះគឺ1420 ផោននៃកម្លាំងឬក៏6300 Newton អញ្ចឹងបើធៀបពេលវាយជាមួយកូនចៅ Lex Luthor បត់កហ្នឹងគឺ1420ចែកនឹង50 ផោនមកបាន28អញ្ចឹងមកដៃរបស់ Batman ដាក់កដាមុខ Superman នេះគឺខ្លាំងជាងមុន28ដងអ្នកនរគ្នាអញ្ចឹងកម្លាំងរបស់ Batman នេះគឺជាកម្លាំងកម្ពុជាមនុស្សផុតលេខកម្រិត Pro Max ហើយតែគាត់នៅតែជាមនុស្សមិនមែនជា Super Soldier ដូច Captain Steel នេះទេតែយ៉ាងណាដូចខ្ញុំធ្លាប់បាននិយាយច្រើនដងមកអញ្ចឹងមិនមែនឲ្យតែខ្លាំងតែឈ្នះទេវាអាស្រ័យលើភាពឆ្លាតនៃការប្រើកម្លាំងបាយដឹងថាប្រើនៅពេលណាប្រើរបៀបណាពេលប្រយុទ្ធគ្នានឹងបានវាមានប្រៀបលើដៃគូប្រយុទ្ធបានហើយខ្ញុំជឿថា Batman បើដឹងថាមកប៉ះជាមួយ Captain Steve គាត់នឹងមិនចាញ់មកវាយទល់មុខចិត្តគ្នាមួយស្មើទេ Batman នឹងប្រើប្រាស់ចំណេះដឹងមហាជំនាញនៃការវាយបែបឆ្មក់របស់គាត់ដើម្បីឲ្យគាត់នៅកន្លែងដែលអាចទប់ទល់ជាមួយកម្លាំង Captain Steveនិយាយទៅធ្វើយ៉ាងណាឲ្យនៅឆ្ងាយពីដៃ Captain ឧទាហរណ៍ដូចក្នុងវគ្គ Batman v Superman ចឹង Batman បានពួនខ្លួនឯងនៅលើពីដានគ្មានឲ្យប៉ូលីសដែលចូលមកដឹងពីវត្តមានគាត់ទេតោះតែងាកឲ្យចំកន្លែងដែលគាត់នៅតាបានមើលឃើញហ្នឹងដល់ឃើញហើយប៉ូលីសក៏ប្រើកាភ្លើងស្នប់បាញ់ Batman តែមានបាញ់ត្រូវអីបើ Batman ផ្លាស់ទីកិច្ចលឿនសឹងអីតាមជាងពីដានចឹងយើងឃើញថា Batman មានល្បឿនកិច្ចចេញផ្លាស់ទីនឹងលឿនមែនតើហើយលើពីនេះទៀតដូចករណីជាមួយ Superman Batman អាចកិច្ចចេញពីភ្នែក X-ray មើលធ្លុះអញ្ចឹងរបស់ Superman បានអ្នកនរគ្នាដោយប្រើគ្រាប់បែកផ្សែងហ្នឹងហើយល្បឿនក៏មិនធម្មតាដែរទោះបីជា Batman នៅក្នុងឈុតដៃរបស់គាត់នឹងក៏ដោយនៅតែអាចផ្លាស់ទីលឿនមិនធម្មតាឈុតដៃ Batman នេះគេថាទម្ងន់វាគឺខ្ទង់100 គីឡូអ្នកនរគ្នាបើខ្ញុំវិញគ្រាន់តែពាក់ឈុតនេះមិនបាច់ទៅណាធ្វើឲ្យកើតទេលើបបមកវិញបើសិនជា Batman អាចធ្វើអញ្ចឹងបានជាមួយ Superman ចឹងរឿងអីដែលថា Batman មិនអាចធ្វើដូចគ្នាអញ្ចឹងជាមួយ Captain Steel បានបើចង់កិច្ចពី Captain គឺមិនពិបាកទាល់តែសោះសម្រាប់ Batman ហើយអាចកិច្ចចាញ់ឬក៏ឆ្មក់ដាក់ Captain ម្ដងតិចបានមុនពេល Captain ចាប់អារម្មណ៍ដឹងទៀតផងតែកុំឲ្យតែ Cap ចាប់បានគៀកកជាប់ក្លេអានឹងអាច Vivo វិញក៏ថាបានដូច្នេះហើយ Batman គឺមិនចង់វាយចិត្តទល់មុខមួយស្មើជាមួយ Captain Steel ទេតែជាមួយគ្រឿងក្រៅដែល Batman គាត់មាន Captain Steel គឺអាចនឹងត្រូវ Batman ផ្ដួលបានវិញក៏ថាបានលើដើម្បីឲ្យកាន់តែច្បាស់យើងចូលឲ្យជ្រៅជាងនឹងតិចទៀតខ្ញុំចង់លើកពីជំនាញក្បាច់គុណដែលអ្នកទាំងពីរមានពួកគេទាំងពីរអ្នកហ្នឹងមាន style ក្បាច់គុណអីគេខ្លះ Batman មានជំនាញក្បាច់គុណដូចជា Karate, Taekwondo, Padal Boxing, គុណខ្មែរ Kung Fu, Judo, Ninjutsu, Krav Maga, Savate ក៏ដូចជាក្បាច់ចាប់បោក Aikido លើពីនេះ Batman ក៏ជាអ្នកជំនាញប្រើប្រាស់កាភ្លើងដែរខាង Marksman ដែលធ្វើឲ្យ Batman មាន style ប្រយុទ្ធកាន់តែសម្បូរបែបចង់មិនក៏បានដែរអាចកំដរលេងជាមួយបានច្រើនស្ថានភាពហើយ Captain Steel វិញមានជំនាញក្បាច់គុណមិនខុសពី Batman អីឆ្ងាយដូចគ្នាដូចជា Padal Boxing គុណខ្មែរ Taekwondo, Savate, Krav Maga, Wushu ក្បាច់ Pro Wrestling ដូចយើងធ្លាប់ឃើញក្នុង WWE មានក្បាច់ Judo និងក្បាច់ Clay Jiu-Jitsu របស់ Brazil ទាំងពីរនេះមានក្បាច់គុណមិនចាញ់គ្នាអីប្រហែលទេចំពោះជំនាញ skill ប្រយុទ្ធហ្នឹងអីដែលខុសគ្នាគឺកម្លាំងចង់មិនចង់ Batman ត្រូវតែរក្សាគម្លាតពី Captain Steel តិចហើយត្រង់កន្លែងមួយហ្នឹងចំណែក Captain America វិញយើងឃើញនៅក្នុងរឿងគាត់មិនងាយរក្សាគម្លាតទេមានតែចូលឲ្យកាន់តែចិត្តកាន់តែល្អសម្រាប់គាត់ហើយ Captain Steel តែងតែធ្វើអញ្ចឹងដោយករណីជាមួយ Bucky ពេលជួបគ្នាក្រោយពីបែកគ្នារាប់ឆ្នាំមកអញ្ចឹង Captain Steel ព្យាយាមរំកិលខ្លួនចូលចិត្តដើម្បីទាញប្រយោជន៍អាការនៅចិត្តដៃគូប្រយុទ្ធហ្នឹងចឹងក្បាច់គុណបដាល់ Boxing Judo គុណខ្មែរយើងគឺត្រូវអីវាយគ្នាចិត្តបែបហ្នឹងចឹងបើ Batman ហ៊ានតែត្រូវ Captain Steel ដាក់ទៅរៀងច្រើនដៃតិចដឹងតែវិលងឹតមកហើយដូច្នេះគុណប្រយោជន៍ដែល Captain Steel មានប្រៀបលើ Batman គឺការវាយគ្នាក្នុងចម្ងាយចិត្តហ្នឹងឯងប៉ុន្តែបើសួរថាតើ Batman នៅតែអាចកិច្ចចេញពីដៃ Cap បានដែរទេខណៈដែល Cap ដាក់រៀងទ្រោមខ្លួនដែរ
ចម្លើយខ្លីគឺ Batman នៅតែអាចព្រោះដូចខ្ញុំបាននិយាយមុននឹងចឹង Batman មានជំនាញយ៉ាងពិសេសគឺអាការគេចចេញហ្នឹងដោយ Batman គេចពីការវាយប្រហាររបស់ Doomsday ក៏ដូចជាគេចពី Superman ក្រោយពីត្រូវរៀងធ្ងន់ហើយហ្នឹងហើយពេលវាយជាមួយ Superman Bruce Wayne ពាក់ឈុត Batman ដៃគាត់ហ្នឹងទម្ងន់ដូចខ្ញុំបាននិយាយមុននឹងចឹង100គីឡូអ្នកនរគ្នាបើសិនបើ Batman គាត់មិនចង់នៅចិត្តដៃ Captain Steel គាត់នៅតែអាចធ្វើបានប៉ុន្តែខ្ញុំឲ្យអ្នកនរគ្នាគិតចេះវិញយ៉ាងណា Captain Steel នៅតែមានបទពិសោធន៍ប្រយុទ្ធជាមួយសត្រូវវាយគ្នានឹងច្រើនជាង Batman មិនច្រើនអីណាស់ទេគ្រាន់តែថាច្រើនជាងតិចដូចវាយជាមួយមនុស្សយន្ត Robot កងទ័ព Ultron ទ័ព Chitauri Outrider ហើយជាមួយ Spider-Man និងវាយជាមួយ Iron Man នេះក៏គួរតែរាប់ចូលដែរហើយក៏ធ្លាប់មួយស្មើជាមួយកម្ពុជាអ្នកប្រយុទ្ធដូច Winter Soldier និង Black Panther ដែរចំណែក Batman បទពិសោធន៍ក៏មិនធម្មតាដែរព្រោះ Batman ចាប់ផ្ដើមប្រឡូកជីវិតជា Batman សង្គ្រោះទីក្រុង Gotham ហ្នឹងក៏ទៅ20ឆ្នាំជាងហើយ Captain Steel គាត់អាចវាយជាមួយអ្នកដែលតែងតែផ្លាស់ទីតាំងឆេចុះឆេឡើងមិននៅមួយកន្លែងបានដោយគាត់វាយជាមួយ Spider-Man អញ្ចឹងទោះបីជាមិននៅក្បែរដី Captain Steel គាត់នៅតែអាចប្រើជំនាញគប់ខែលមិនដែលខុសរបស់គាត់បានបើ Batman បាញ់កាភ្លើងខ្សែទាញព្យាយាមគេចចេញ Captain អាចប្រើខែលគប់ផ្ដាច់ខ្សែនឹងបានឬក៏អាចគប់ Batman មកកម្លាំងដៃដែលគាត់មាននឹងទៅ Batman ក៏ប្រហែលជាអាចនឹងធ្លាក់មកវិញដែរអាហ្នឹងជាចំណុចដែលយើងគួរតែគិតទុកមុនឲ្យហើយនេះមិនមែនដោយសារតែខ្ញុំនិយាយថា Batman មិនចង់នៅក្បែរ Captain Steel មិនមែនដោយសារតែគាត់មិនមានកម្លាំងគ្រប់គ្រាន់វាយឲ្យ Captain ឈឺសាច់ទេជាគំនិតរបស់ខ្ញុំការរក្សាគម្លាតខ្លួនពី Captain Steel នេះគឺជាជម្រើសដែលល្អបំផុតហើយតែក៏មិនមានន័យថា Batman វាយទៅ Cap ហើយ Cap មិនឈឺសាច់ទេអ្នកនរគ្នាចាំអត់នៅត្រង់ឈុត Batman ដាក់ Superman មកដៃពេល Superman ចុះខ្សោយកម្លាំងហ្នឹងម្ដាយ Batman វាយកណ្ដាលមុខ Superman នេះខ្ញុំបាននិយាយមុននឹងរួចហើយគឺអាចប្រៀបជាមួយម៉ាស៊ីនបុកមួយកម្លាំង1420 pound បើមនុស្សធម្មតាត្រូវម្ដាយនេះគឺគ្មានសង្ឃឹមរស់ទេប៉ុន្តែវាក៏ល្មមអាចឲ្យ Captain Steel ចុកមក plate ដែរតែវាមិនចោតជាបញ្ហាអីណាស់ណាទេចំពោះកម្ពុជាទាហានម្នាក់នេះព្រោះយើងបានឃើញច្រើនកន្លែងថា Captain Steel នេះធន់មិនមែនគ្រាប់កាភ្លើងបាញ់មិនចូលទេតែភាគច្រើនដូចដែលយើងបានឃើញ Captain ត្រូវទ្រាំខ្លួនហើយហ្នឹងនៅតែក្រោកមកវិញបានដែរដោយ Bucky ដាក់កណ្ដាលមុខប្រមាណដៃនេះអញ្ចឹងហើយដូចវា end game អញ្ចឹង Captain Steel ត្រូវ Thanos ដាក់ឡើងទ្រាំខ្លួនហើយហ្នឹងនៅតែក្រោកមកវិញបានប្រុងមួយទល់នឹងមកតប Thanos ទៀតអត់ព្រមចាញ់ទេ Batman វិញ suit Batman របស់គាត់ហ្នឹងគឺអាចការពារគ្រាប់កាភ្លើងតែបើកាបិតអាចចាក់ចូលបានអានេះមិន suit ដែកវាយមួយ Superman ទេប៉ុន្តែអត់សំខាន់ទេរឿងការពារគ្រាប់កាភ្លើងកាបិតឯនេះព្រោះវាមិនមែនជា style វាយរបស់ Captain Steel ដែល Batman ត្រូវបារម្ភទេដោយសារតែអាវុធជាប់ខ្លួន Cap មានតែខែលវាយ Premium ហ្នឹងឯងBatman ធ្លាប់បាន Parademon ចាប់កវាត់បោកជាមួយប្រកាន់ដៃដែកឬក៏បាក់ដែកហ្នឹងតែ Batman មិនអីទៅ Superman ទះម្ដាយផ្ទប់ជាមួយឡានប៉ូលីសហ្នឹងឡើងកពិតមកចំហៀងឡានពេលវាយមួយស្មើជាមួយ Superman លើកទៅបុកជាមួយអាគារច្រើនជាន់ឬក៏គប់ពីកម្ពស់ណានៃទម្លាក់មកវិញចឹងទាំងនេះ Batman នៅតែក្រោកមកវិញហើយនៅតែមានកម្លាំងបកមក team up ជាមួយ Superman វិញទៅប្រឈមមុខជាមួយ Doomsday សង្គ្រោះផែនដីបានទៀតសរុបមកទាំងនេះគឺជាអីដែលពួកគេទាំងពីរអ្នកមានប៉ុន្តែអ្វីដែលសំខាន់គឺនៅតែអាស្រ័យលើកត្តាមួយចំនួន Batman គាត់មានល្បឿនកិច្ចចេញលឿនបទពិសោធន៍ជាមួយក្បាច់គុណច្រើនទម្រង់ដែលធ្វើឲ្យ Batman ក្លាយជាអ្នកវាយប្រហារដល់កម្ពុជាម្នាក់នៅទីក្រុង Gotham អ្នកណាក៏ញញើតជាមួយដែរចំណែក Captain Steel វិញគាត់មានកម្លាំងខ្លាំងជាងពូកែដៃតូដៃជាងគេនៅក្នុងក្រុម Avenger ទោះបីជា Batman មានសមត្ថភាពកិច្ចចេញនិងលួចឈ្មោះ Captain បានក៏ពិតមែនតែបញ្ហាដែល Batman ជួបគឺត្រង់ថា Captain Steel នេះគឺធន់ជាងស៊ូទ្រាំបានយូរជាងហើយក៏ខ្លាំងជាងផងដែរអ្វីដែល Batman គួរតែអាចធ្វើបានល្អបំផុតគឺជំនាញ Assassin លួចឈ្មោះរបស់គាត់ទៅលើ Captain Steel ដោយគាត់ធ្លាប់ធ្វើជាមួយ Superman ចឹងតែនេះខ្ញុំមិនមែនចង់បានន័យថា Captain Steel មានកម្លាំងអីណាដូចជាមួយ Superman ទេតែក៏ព្រោះ Captain Steel នេះទាំងភាពធន់និងកម្លាំងគឺខ្លាំងជាង Batman អញ្ចឹងគួរតែប្រើ style ឈ្មោះនឹងឯងទើបមានប្រសិទ្ធភាពជាងមួយទៀត Batman គឺជា Galo Master ខាងយុទ្ធសាស្ត្រហើយរឿងរៀបចំគម្រោងផែនការអីទាំងអស់ហ្នឹងហើយខ្ញុំគិតថា Batman មិនត្រូវការពេលច្រើនដើម្បីគិតនិងដោះស្រាយបញ្ហាទេអញ្ចឹងដូចគ្នា Batman ប្រកាសជារៀនយល់ដឹងពី Captain Steel បានលឿនថា Captain ខ្លាំងជាងគាត់ប៉ុណ្ណាបន្ទាប់មកគាត់នឹងផ្លាស់ប្ដូរយុទ្ធសាស្ត្រផែនការប្រយុទ្ធគ្នាទៅតាមចំណុចខ្លាំងនិងចំណុចខ្សោយរបស់ Captain Steel ហ្នឹងឯងមើលអីឆ្ងាយអ្នកនរគ្នាដូចឈុតមួយនៅកន្លែងគេកំពុងតែវាយគ្នាចាក់លុយអីហ្នឹងដៃគូប្រកួតម្ខាងកំពុងតែបាក់ចាញ់ព្រៀបម្ខាងទៀតខ្លាំងហើយពេលហ្នឹង Batman ចាប់អាប៉ែកំពុងតែចាញ់ព្រៀបហ្នឹងមកខ្សឹបនិយាយប្រាប់តាបន្តិចមិនប្រហែលវិនាទីផងម្នាក់ដែលកំពុងតែចាញ់ព្រៀបគេហ្នឹងក៏យកឈ្នះដៃគូប្រកួតគាត់ទៅតែប៉ុន្តែយើងឃើញច្បាស់ហើយថាគាត់ជាមនុស្សមានភាពបត់បែនបានលឿនអញ្ចឹងក៏ដូចគ្នាពេលវាយជាមួយ Cap Steel គាត់នឹងផ្លាស់ប្ដូររបៀបវាយទៅតាមភាពជាក់ស្ដែងដូចគ្នា ប
ប៉ុន្តែរឿងយុទ្ធសាស្ត្របត់បែននេះ Captain Steve ក៏ជាអ្នកប្រកែបត់បែនមិនធម្មតាដែរដោយគាត់បត់ចកោតឲ្យក្រុម Avenger ផ្សេងទៀតភ្លាមៗពេលវាយជាមួយទ័ព Thanos លោកីនាំមកក្នុងសង្គ្រាម New York ចឹង Avenger ក៏ឈ្នះព្រោះតែផែនការបត់បែនរបស់ Captain Steve នឹងខ្ញុំទទួលស្គាល់ថារឿងគិតវិភាគចូលដល់ Snow នៃបញ្ហាចំណុចឬគល់នៃបញ្ហាគឺ Bruce Wayne Batman ហើយ Captain Steve ក៏ប្រកែខ្លាំងរឿងរៀបចំផែនការពិសេសយុទ្ធសាស្ត្រប្រយុទ្ធជាក្រុមតែបើឲ្យមុជឲ្យជ្រៅដូច Batman ខ្ញុំគិតថា Batman លុកចូលជ្រៅជាង Captain ជំនាញធ្វើការជាក្រុមតែបើ introvert ធ្វើការតែងអីតែនេះគឺ Batman ហើយប៉ុន្តែត្រឡប់ក្រោយមកទៅវិញសួរថាចុះអាគ្រឿងក្បៃក្បុកនៅជាប់ខ្លួន Batman ដោយ Batarang សម្រាប់គប់នឹងកាប់ភ្លើងបាញ់ខ្សែសម្រាប់ទាញគ្រាប់បែកផ្សែងអាចនឹងមានសៀតកាប់ភ្លើងខ្លីទាំងនេះវិញ Batman អាចប្រើជាប្រយោជន៍មានប្រៀបលើ Captain Steel បានបើសិនជា Batman រក្សាកម្រិតពី Cap នឹងបានរៀបចំកន្លែងតាក់ឲ្យ Captain ដើរចូលហើយកំណត់ថាធ្វើប៉ុណ្ណាដើម្បីលំមអាចដាក់ Cap ឲ្យដេកបានអាហ្នឹងគឺស្មើនឹង Cap ដើរចូលក្នុងកណ្ដាប់ដៃ Batman ហើយតែដូចខ្ញុំបាននិយាយម្ដងហើយម្ដងទៀតចឹង Batman មិនមានគីឡូស្មើដៃអាចមកវាយទល់មុខជាមួយ Captain Steel បានទេបើសិនជា Cap មិនចូលតាក់ Batman អាហ្នឹងគឺបើសិនអ្នកនរគ្នាម្ដងទៀត Batman មានជំនាញប្រយុទ្ធខ្លាំងក៏ដូចជាល្បឿនប្រយុទ្ធហើយក៏ឆ្លាតខ្លាំងដែរក៏ប៉ុន្តែបញ្ហាធំដែលពិបាកសម្រាប់ Batman គឺគាត់ពិបាកផ្ដួល Captain ហេតុអីអ្នកនរគ្នាភាគច្រើនប្រហែលជាដឹងអី Captain ធន់នឹងជាប្រភេទមនុស្សស៊ូដល់ដង្ហើមចុងក្រោយចុះបើសិនចេះវិញ Batman ពាក់ឈុតដែកដោយកាលពាក់វាយជាមួយ Superman សួរថា Cap អាចលៀងដូច Superman ដែរអីមិនដូចទេតែខ្ញុំគិតថាកម្លាំងដែល Cap មាននេះអាចចាប់ហែកឈុតដែក Batman ពាក់ឲ្យរហែកចេញពីគ្នាបានខ្ញុំមិនប្រើពាក្យថាស្រួលដូចបកជ័យទេព្រោះវាមិនងាយចឹងពេកទេ Captain Steel ក៏គួរតែប្រឹងណាស់ដែរដើម្បីហែកឈុត Batman នឹងប៉ុន្តែបើអ្នកនរគ្នាគិតចេះវិញ Batman ប្រកែខាងឆ្មក់ស្រាប់មិនចឹងចឹង Batman មិនចាំបាច់ទៅប្រឈមមុខជាមួយ Captain នេះប្រើតែរបៀបវាយឆ្មក់នឹងទៅក៏អាចសម្លាប់ Captain Steel បានដែរបើយើងជ្រើសក្នុងករណីមួយនេះស្រួលគិតទេបើអ្នកនរគ្នាដាក់ករណីចឹង Batman គឺប្រកាសជាសង្ឃឹមច្រើនហើយតែក្នុងលក្ខខណ្ឌហ្នឹង Batman គឺត្រូវការពេលដើម្បីរៀបចំបើសិនជាភ្លាមគឺនៅតែពិបាកសម្រាប់ Batman ផ្ដួល Captain Steel ទៅដែរម្ដងឡើយនេះខ្ញុំចង់បញ្ជាក់ពីឈុតដែកដែល Batman ពាក់តិចព្រោះអាចនឹងមានអ្នកនៅសល់មន្ទិលឈុត Batman នេះអត់មានផ្ដល់ជាកម្លាំង power ជំនួយអីបន្ថែមទេត្បិតថាជាឈុតក្រោះការពារធ្វើឲ្យ Batman ធន់អាចទ្រាំទ្រជាមួយ Superman ចាប់គប់បោកអីនឹងបានតែកម្លាំងគ្រប់យ៉ាងគឺចេញមកពីអ្នកដែលនៅក្នុងឈុតនេះទេដោយបានឃើញ Batman ចាប់កវី Superman បោកជាមួយសសរនេះព្រោះតែ Bruce Wayne ហាត់ជាមួយដុំដែកក្នុងបន្ទប់ហាត់ឡើងធម្មតាទៅហើយនឹងឯងចឹងឈុតនេះអ្វីដែលជួយ Batman គឺភាពធន់តែ Captain Steel វិញធន់រួចជាស្រេចទោះជាគ្មានឈុតក្រោះការពារដោយ Batman ក៏ដោយអ្នកទាំងគ្នាចាំអត់ពេល Captain Steel វាយជាមួយ Iron Man នៅវគ្គ Civil War ឈុត Iron Man នេះគឺទំនើបជាងធន់ជាងឈុតដៃរបស់ Batman តែ Captain នៅតែអាចយកខែលវាយលើឈុត Iron Man នេះបែកទាល់តែបានអានេះខ្ញុំអត់និយាយពីរឿងចាញ់ឈ្នះទេព្រោះកន្លែងនេះគឺ2ទល់1ខ្ញុំនិយាយតែចំណុចដែលថា Captain នៅតែអាចវាយបំបែកឈុត Iron Man បានដែលវាមាំជាងឈុតរបស់ Batman ហើយអ្នកនរគ្នាភ្លេចនៅមុនហ្នឹងខ្ញុំនិយាយថា Captain Steel ធ្លាប់បានទាត់ខែលទៅលើខ្លួន Ultron ធ្វើឲ្យខ្លួន Ultron លហែកមកជ្រៅដែរអញ្ចឹងក៏ដូចគ្នារឿងអីដែលថា Captain Steel មិនអាចធ្វើឲ្យឈុត Batman នេះបែកចេញពីខ្លួន Bruce Wayne បានខ្ញុំដឹងថាវាមិនស្រួលតែមុននឹងក្រោយ Batman ក៏គង់តែល្វើយកម្លាំងមុន Captain Steel បើសិនបើ Batman មិនអាចចាត់ការ Captain ឲ្យបានមុនចឹងហើយភាគរយដែលអាចយកឈ្នះ Captain America Batman កាន់តែសង្ឃឹមតិចទៅទៀតហើយលើបើយើងមើលទៅមួយជ្រុងទៀតដោយសារតែ Batman ឆ្លាតបកកាយយុទ្ធសាស្ត្រជំនាញរឿងវាយឆ្មក់បកកាយរៀបចំផែនការមុនចេញវាយម្នាក់ឯងបូកជាមួយបបពិសោធន៍ដែលធ្លាប់ធ្វើជាមួយ Superman ហើយវាបានសម្រេចនៅក្នុងរឿង Batman v Superman អញ្ចឹងបើទុកពេលឲ្យ Batman រៀបចំខ្លួន30នាទីឬក៏1ម៉ោងខ្ញុំហ៊ាននិយាយថាជីវិតរបស់ Captain Steel ដឹងតែនៅក្នុងដៃ Batman ហើយកន្លែងនេះអាចនឹងមានអ្នកសួរថា Captain America មិន Superman ណាហើយណា Captain Steel ឆ្លាតជាង Superman ឆ្ងាយដែរខ្ញុំឯកភាពថាឆ្លាតជាង Captain Steel គាត់ចេះវិភាគមើលបរិស្ថានជុំវិញខ្លួនដឹងថាវាគួរឬមិនគួរដោយករណីនៅលើប្រអប់យន្តជាមួយពួក Hydra អញ្ចឹងគាត់សង្កេតឃើញពីភាពមិនប្រក្រតីរបស់ពួកគេដែលចូលមកហ្នឹងហើយគាត់ក៏អាចត្រៀមខ្លួនទុកមុនបានដាក់ពួកនឹងដេកអស់ប៉ុន្តែក្នុងករណីខ្ញុំនិយាយនេះគឺផែនការយុទ្ធសាស្ត្រតាក់ទិចបែបឆ្មក់មិនឲ្យគេដឹងមុនអ្នកនរគ្នា Captain Steel ក៏មិនធម្មតាដែរគាត់ប្រកែខាងរៀបចំផែនការធ្វើការជាក្រុមនៅក្នុងសមរភូមិតែមិនមែនបែបលាក់មុខដូច Batman ទេអញ្ចឹងហើយបានខ្ញុំថាទុកពេលឲ្យ Batman តិច Batman អាចនឹងគ្រប់គ្រងជីវិត Captain Steel បានប៉ុន្តែបើមិនរៀបចំផែនការគ្មានពេលវេលារៀបចំខ្លួន Captain Steel ស៊ី Batman 8ទល់2ហើយខ្ញុំក៏មិនគិតថាពិបាកសម្រាប់ Captain America ក្នុងការផ្ដួល Batman ដែរ
មូលហេតុគឺដោយសារតែ Batman ចាញ់ Captain Steel រឿងលក្ខខណ្ឌរាងកាយទាំងកម្លាំងភាពធន់វាយមិនងាយហត់ហើយក៏ពិបាកនឹងធ្វើ Cap Steel ព្រោះតែគាត់មានខែលវាយព្រះនាមនៅជាប់ដៃសំខាន់ខែល Cap នឹងវាដើរខុសច្បាប់រូបវិទ្យាទៀតដូច Spider-Man និយាយនៅក្នុងវគ្គ Civil War ចឹងអូខេបន្ទាប់ពីខ្ញុំនិយាយបាច់អូហូស្ទឹងមកអញ្ចឹងបើនិយាយឲ្យខ្លីបំផុតមកបើមានពេលរៀបចំផែនការរៀបទីតាំងទុកមុនវាយគ្នា Batman ជាអ្នកឈ្នះតែបើត្រូវសម្រេចវាយគ្នាភ្លាមឆាប់បានទៅផ្ទះវិញ Captain Steel គឺជាអ្នកឈ្នះវិញនិយាយរួមបើ Batman មិនបានរៀបចំតាក់ទុកមុនទេគឺ Captain ផ្ដួល Batman ហើយអញ្ចឹងនេះគឺជាចម្លើយសរុបសេចក្តីខ្លីបំផុតក៏ដូចជាការយល់ឃើញរបស់ខ្ញុំចំពោះពីរអ្នកនេះបើសិនជាប្រយុទ្ធវាយគ្នាមួយស្មើចុះអ្នកនរគ្នាវិញមានយោបល់អីមិនដែរអាចបញ្ចេញយោបល់អ្នកនរគ្នានៅខាងក្រោមមកខ្ញុំចង់ដឹងពីគំនិតយល់ឃើញរបស់អ្នកនរគ្នាដែរបើអ្នកនរគ្នាមានជាចម្ងល់អីបន្ថែមក៏អាច comment សួរនៅខាងក្រោមបានដែរចាំខ្ញុំព្យាយាមឆ្លើយឬក៏ប្រមូលមកឆ្លើយដាក់ក្នុងវីដេអូតែម្ដងបើសិនបើអ្នកនរគ្នាពេញចិត្តការបកស្រាយបែបនេះជួយចុច like ឲ្យខ្ញុំមួយផងហើយបើមិនទាន់ subscribe ទេក៏សូមជួយចុចឲ្យខ្ញុំម្នាក់មកប៉មកអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងអរគុណអ្នកនរគ្នាយើងជួបគ្នាទៀតនៅក្នុងអេពីសូតក្រោយ Been like this all day.